ណាការនៃការផលិតរបស់ខ្ញុំហ្នឹងគឺខ្ញុំផលិតបែបលក្ខណៈគេហៅថាប្រុងប្រយ័ត្នទាំងការប្រើប្រាស់ជីថ្នាំនិងការស្រោចទឹកអីផ្សេងៗហ្នឹងគឺមានការប្រុងប្រយ័ត្នបាទព្រោះរាល់ថ្ងៃដូចខ្ញុំលើកឡើងពីលើកមុនថាបរិមាណពីដំបូងឡើងគេតម្រូវការបរិមាណចា៎ប៉ុន្តែមកដល់វគ្គនេះគេត្រូវការទាំងបរិមាណហើយគេបូករួមទាំងគុណភាពបាទបូករួមទាំងគុណភាពទាំងគេហៅថាការផ្ចិតផ្ចង់អាហារដែលប៉ះពាល់ដល់សុខភាពផ្លែឈើដែលផលិតឡើងដោយមានសារធាតុជីគីមីឬក៏ថ្នាំគីមីខ្ពស់វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបអញ្ចឹងតម្រូវការរបស់គេអត់ទទួលយកទេបាទអញ្ចឹងគេចាប់ផ្ដើមផ្ដោតធ្ងន់ទៅលើគុណភាពនឹងឯងអញ្ចឹងយើងជាអ្នកផលិតយើងគួរតែផលិតតាមបែបគេហៅថាកដំទៅសងទៅជាមួយនឹងធម្មជាតិយើងមិនអាចពឹងផ្អែកទៅលើធម្មជាតិទាំងស្រុងតែយើងអមជាមួយនឹងធម្មជាតិបាទបើសិនជាយើងកែខៃឲ្យផ្ទុយស្រឡះឬក៏ឲ្យវាលុបទៅលើធម្មជាតិខ្លាំងពេកយើងផលិតផលរបស់យើងនឹងវាបាត់គុណភាពទៅវិញបាទព្រោះយើងដឹងហើយថាកាលណាប្រើប្រាស់សារធាតុគីមីហួសកម្រិតវាធ្វើឲ្យផ្លែសាច់តរ៉េនរបស់យើងនឹងវាអត់សូវឆ្ងាញ់ទេបាត់ទាំងរសខូចទាំងសាច់បាទព្រោះខ្ញុំធ្លាប់ជួបប្រទះដែរចំពោះផ្លែតរ៉េនដែលមានបញ្ហាព្រោះបើការផលិតតរ៉េនរបស់ខ្ញុំវាមិនច្រើនឆ្នាំទេតែបើខ្ញុំជាអាជីវករលក់តរ៉េនបាទជាអ្នកលក់តរ៉េនអាហ្នឹងខ្ញុំអាចនិយាយបានថាដូចជាច្រើនឆ្នាំដែរខ្ញុំចាប់ដើមដំណើរការលក់តរ៉េនរបស់ខ្ញុំហ្នឹងវាចូល9ឆ្នាំហើយតែខ្ញុំស្គាល់អំពីសាច់តរ៉េនស្គាល់អំពីសបកតរ៉េនដឹងសបកតរ៉េនស្ដើងក្រៅមើលទៅសបកក្រៅយើងអាចវិនិច្ឆ័យបានដោយសារខ្ញុំជាអាជីវករលក់ផ្លែតរ៉េនដែរខ្ញុំដឹកតរ៉េនទៅតាមនរណាខេត្តផ្សេងៗអញ្ចឹងការដែលយើងផលិតតរ៉េនដោយប្រើប្រាស់ជីគីមីខ្លាំងវានឹងបង្ហាញឲ្យយើងឃើញដូចជាសាច់មានស្នាមខ្មៅទៅជាស្ពតសាច់បាទយើងឃើញផ្លែតរ៉េនតម្រង់ផ្លែមើលពីក្រៅទៅគឺល្អគឺចាណាល្អពុកទៅស្អីទៅបើយើងគិតថាធម្មតាសបកស្អាតវាផ្លែសាច់តែស្អាតតែអត់ទេកាលណាយើងអ្នកផលិតម្ចាស់ចម្ការដែលគាត់ប្រើប្រាស់ជីមិនត្រឹមត្រូវជីដែលហួសកម្រិតជីដែលមិនសមស្របវានឹងបង្កឲ្យសាច់ហ្នឹងស្ពតបាទបងស្គាល់ហើយពាក្យថាស្ពតដោយរបៀបដូចតរ៉េនហាលថ្ងៃហើយយកមកញ៉ាំអញ្ចឹងវាស្ពតឲ្យសាបបាទចាហេតុផលដែលយើងដែលខ្ញុំជួបប្រទះទី1ខែកមកតរ៉េនហ្នឹងមានស្នាមដុំខ្មៅនៅក្នុងសាច់បាទពីរមានសភាពស្ពតបាទស្ពតដូចយើងនិយាយទៅខ្ញុំមកនឹកតាក់ទងទៅនឹងដូចរបៀបថាហ្នឹងឯងស្ពតបើយើងនិយាយថាស្ពតយើងអាចទទួលយកបានហើយស្ដាប់បានហើយប៉ុន្តែគាត់ថាខ្ញុំមកតែបាទដូចពីងដូងស្ពតដូចពីងដូងតែកពីងដូងយើងមានជាតិទឹកតែនោះស្ពតទៅស្ងួតហ្នឹងហើយស្ពតដូច្នោះឯងហើយមួយទៀតមានសភាពទុំខ្លះសាច់កន្លែងខ្លះរឹងពេលខ្លះក៏វិញកាលណាប្រើប្រាស់ប្រេងតែមានសារធាតុគីមីប្រើប្រាស់ថ្នាំគីមីជីគីមីដល់កម្រិតវានឹងធ្វើឲ្យសាច់ហ្នឹងទុំរៀងជ្រុលតិចឡើងទៅវិញបាទហ្នឹងហើយសាច់ជ្រុលអញ្ចឹងនេះសិតតែជាចំណុចដែលខ្ញុំបានជួបប្រទះបាទជួបប្រទះហើយគីមីខ្លាំងក៏សបកក្រាស់ដែរបាទសបកក្រាស់ចឹងទាំងអស់នេះដែលខ្ញុំចង់បញ្ជាក់ជូនថាបើសិនជាតរ៉េនដែលយើងផលិតតរ៉េនដែលយើងធ្វើដោយផ្ចិតផ្ចង់ដាក់ជីដោយមានការប្រុងប្រយ័ត្នមិនគិតអំពីបរិមាណទេយើងគិតអំពីគុណភាពគិតអំពីសុខភាពរបស់អ្នកហូបអញ្ចឹងតរ៉េនរបស់យើងគឺអត់មានសភាពបែបនេះបើតរ៉េនដែលត្រឹមត្រូវដែលល្អដែលគេហៅថាធម្មជាតិ
យើងដើរជាមួយធម្មជាតិហ្នឹងគឺទុំឧទាហរណ៍ថាថ្ងៃហ្នឹងក៏អូបទុំហើយថ្ងៃហ្នឹងមានក្លិនក៏អូបស្អែកអត់បានញ៉ាំខាងស្អែកអត់បានញ៉ាំយើងអាចញ៉ាំទៅដល់ថ្ងៃទី3បន្ទាប់ពីថ្ងៃក៏អូបហ្នឹងណាក៏នៅមានរសជាតិឆ្ងាញ់អត់មានសភាពជ្រាយរលួយដែរអត់ទេក៏នៅរបៀបដូចយើងស្ងួតទុំរៀងចូលមែនតែយើងកាន់ញ៉ាំដោយអត់ប្រឡាក់ដៃហើយអត់មានរសជាតិល្វីងទេនៅតែមានសភាពស្រស់ស្អាតហើយឆ្ងាញ់បាទអញ្ចឹងល្វីងវាបដាលមកពីអីបដាលមកពីការផលិតរបស់យើងហ្នឹងវាអត់ទៅតាមបែបបទធម្មជាតិលេងជាមួយនឹងគេថាបើយើងនិយាយរួមទៅគេហៅថាគីមីដែរតែគីមីសេរីរាង្គបាទមានន័យថាវាមានសភាពដើរទៅជាមួយគ្នាបាទហើយបើយើងបដែតបដោយតាមធម្មជាតិសឹកក៏យើងអត់បានផលដែរបាទអត់បានផលទេយើងកុំសង្ឃឹមថាអូដាំតាមបែបធម្មជាតិនឹងវាអត់បានទេធម្មជាតិគឺជ្រុះលឹកអស់ហើយមិនទាំងឃើញនៅពេលទាំងជ្រុះលឹកហ្នឹងផងគាត់ថាដាក់ដាំដល់ដីបើយើងបដែតបដោយធម្មជាតិមិនស្រោចទឹកមិនដាក់ជីមិនបាញ់ថ្នាំហ្នឹងវាទៅតាមហ្នឹងហើយវាអត់លូតលាស់ឲ្យយើងបានដល់ដើមធំបានតែឲ្យយើងហូបទេបាទអញ្ចឹងយើងធ្វើដែរតែយើងធ្វើក្នុងលក្ខខណ្ឌតែយើងមានការគិតពិចារណាច្បាស់លាស់ហើយមួយដែលខ្ញុំចង់លើកឡើងនេះតើតើទៅនឹងការផលិតបែបធម្មជាតិផលិតបែបដំណើរការធម្មជាតិបូករួមនឹងសកម្មភាពរបស់យើងផ្សេងដែលយើងធ្វើទៅដែលយើងប្រើប្រាស់សារធាតុជីគីមីសរីរាង្គទៅបាទហើយនឹងការផលិតដោយមិនមានការបិទបាំងមិនមានការទប់ស្កាត់នៃការលូតលាស់អីផ្សេងគឺយើងអត់ធ្វើយើងធ្វើទៅតាមដំណើរនៃការលូតលាស់របស់ដំណាំរបស់យើងដែរទៅជាក់ស្ដែងបាទអញ្ចឹងការការពារយើងត្រូវតែមានប៉ុន្តែយើងមិនអោយទៅធ្វើទុកបុកម្នេញឲ្យដំណាំរបស់យើងអត់ដំណាំរបស់យើងទ្រុឌទ្រោមទេតែកាលណាយើងធ្វើបែបហ្នឹងយើងគិតថាចង់បានផ្លែច្រើនចង់បានផ្លែលឿនយើងទៅទុកបុកម្នេញទៅធ្វើបាបតរេនរបស់យើងវាបានតែភាសាឬក៏ភាសាហ្នឹងស្ទើរបានស្ទើរអត់ដល់ពេលឆ្នាំក្រោយវាទៅជាអខានទៅជាខាតបងវាអាចខូចដើមវាអាចងាប់ដើមវាអាចអីផ្សេងៗចឹងទៅបាទ